បាទមួយហេតាប្រើតែមួយប្រអប់នេះតែប៉ុណ្ណោះពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទជីកសិកម្មចំនួនថ្មីដែលប្រើទៅលើដំណាំគ្រប់ប្រភេទជាពិសេសគឺដំណាំស្រូវក្នុងមួយរដូវគឺយើងប្រើតែមួយដងគត់យើងប្រើចំណេញទាំងថវិកាចំណេញទាំងពេលវេលាផងដែរអញ្ចឹងពុកម៉ែបងប្អូនអាចមើលភាពជាក់ស្ដែងរវាងស្រូវនេះដែលប្រើតែមួយដងគត់បាទតែទទួលបានទិន្នផលខ្ពស់មែនតើបាទចំណេញទាំងថវិកាចំណេញទាំងកម្លាំងពលកម្មមិនចាំបាច់ចំណាយពេលក្នុងការថែទាំច្រើនដងបាទអញ្ចឹងពុកម៉ែបងប្អូនមើលទាំងអស់គ្នាភាពជាក់ស្ដែងណាបាទមើលដៃដែលខ្ញុំបានបង្ហាញនេះបាទស្រូវនេះឥឡូវដើម្បីឲ្យចង់ដឹងភាពជាក់ស្ដែងអញ្ចឹងយើងទៅជួបម្ចាស់ស្រែទាំងអស់គ្នាថាគាត់បានប្រើពិតឬមិនពិតអញ្ចឹងយើងទៅជួបគាត់ទាំងអស់គ្នាបាទទាំងប្រើជ័យនេះមកនុកចិត្តលើជ័យហ្នឹងមែនត្រូវថាដាក់មកល្អដែរបាទជឿជាក់ប្រហែល%ជាមួយជ័យហ្នឹងជឿជាក់100%បាទបាទដូចថាវាល្អវាមិនមែនសន្ទុះមកដូចយើងប្រើជីគ្រាប់ច្រើននឹងវាល្អមកវាខៀវចេញនេះវារបៀបថាវាល្អធម្មជាតិលឹកវារៀងឈូវាអត់លឹកទុនដាបដូចតែយើងប្រើជីគ្រាប់ច្រើននេះថាដូចស្លឹកនេះគឺនៅមានបាទវានៅមានកម្លាំងវាដូចថាលឹកវាមកចេញមកវាឈ្នះជំងឺបាទដល់ពេលមកប្រើជីសញ្ញាដើមឈើនេះលាយជាមួយជីយើងហ្នឹងវាថយអស់មកបេបាទថយអស់មកបេប៉ុន្តែនេះបាច់ជីនេះល្អជាងដែលបាច់សុតអត់មានលាយណាបាទព្រោះដីក៏យើងមើលទៅយើងសើមជាប់វាអត់មានសហើយក្រាំងទេបាទអានឹងនិយាយត្រង់អញ្ចឹងមកបាទអញ្ចឹងនៅពេលដែលការដែលបងប្រើទៅលើជីគ្រាប់បងទទួលបានទិន្នផលប៉ុន្មានបាទ3-4តោន3-4តោនចុះនៅពេលដែលចាប់ផ្ដើមប្រើជាមួយជីនេះហើយកើនបានប្រហែលដែរកើនបានដល់6-7តោនណាបងឃើញភាពជាក់ស្ដែងបែបនេះអារម្មណ៍បងយ៉ាងម៉េចដែរសប្បាយចិត្តបងចិត្តណាបងដែលធ្វើបានអញ្ចឹងបងអញ្ចឹងមានន័យថាបន្ទាប់ពីបងប្រើជីនេះរួចគឺមុននឹងប្រើក្រោយប្រើគឺទទួលទិន្នផលគឺខុសគ្នាបងបាទខុសគ្នាជីនេះល្អបាទជីនេះយ៉ាងម៉េចដែរបងល្អកើនផលច្រើនជឿជាក់បានទៀតហើយកើទៅ100បាទសូមផ្ដេបដាំទៅអ្នកធ្វើស្រូវកសិករទាំងអស់គ្នាជីទីផ្លឹសនេះល្អពិត